ស្បែកមុខភ្លឺឡងលើកសម្រស់យើងក្មេងជាងវ័យលើកទី1ដែលខ្ញុំ review skin care ដែលខ្ញុំប្រើប្រាស់ត្រូវស្បែកមុខខ្ញុំរើសផលិតផលមែនតើឆាប់រលឆាប់លមាស់ហើយឆាប់ចេញមុនតែប្រើត្រូវទេមុខឡើងខ្មៅអុចហើយចេញកទួលទុយទៀតរបស់ដែលយើងប្រើមួយថ្ងៃពីរថ្ងៃឃើញត្រូវมันប្រកាសថាប្រើដល់មួយខែទៅវាត្រូវឯងបងប្អូនអញ្ចឹងខ្ញុំតេស្តមើលមួយខែសិនបានហ៊ានប្រាប់បងប្អូនតែខ្ញុំប្រើអីបានត្រូវឃើញស្បែកមុខឯងភ្លឺឡងអញ្ចឹងខ្ញុំប្រើឈុតមុខ Bobbi Soma មាន5មុខគាត់ណែនាំឲ្យប្រើប៉ុណ្ណឹងសិនបង្ខំឲ្យយើងយកច្រើនទេខ្ញុំស្រឡាញ់ជាងគេកមូន collagen នេះខ្ញុំនៅចក្រានបាយអញ្ចឹងស្បែកមុខខ្ញុំមកត្រូវខ្លាញ់ផងត្រូវភ្លើងអញ្ចឹងគាត់ recommend ឲ្យខ្ញុំប្រើនៅពេលដែលមុខខ្ញុំមានអារម្មណ៍ថាប្រឡាក់ខ្លាំងឬមួយក៏ត្រូវថ្ងៃច្រើនមុខហើយយើងម៉ាស្សាលាងចេញទៅមុខយើងឡើងភ្លឺហ្មងជ្រះក្អែលដីបានល្អណាស់ពេលយប់ខ្ញុំប្រើសេរ៉ូមជាមួយនឹងលេមួយនេះ Skin Care Bobbi Soma ប្រើហើយមានអារម្មណ៍ទៅជឿជាក់ហ្មងនឹងសម្រាប់ខ្ញុំផ្ទាល់ណាបងប្អូនហើយខ្ញុំប្រើសេរ៉ូមនេះទាំងព្រឹកលាបសេរ៉ូមនឹងឲ្យស្ងួតហើយបានលាប sunscreen តាមក្រោយនិយាយថាវាចង់អស់ហើយបងប្អូនប្រើឡើងចង់អស់ហើយតាំងពីដើមមកដល់ឥឡូវខ្ញុំប្រើ Skin Care ព្រោះតែស្បែកមុខខ្ញុំស្ដងមែនតើឆាប់រលហើយឆាប់ប្រតិកម្មជាមួយនឹង Skin Care ផ្សេងៗថាតែរបស់ណារៀងខ្លាំងបន្តិចដាក់មកដល់ចេញភ្លាមហ្មងក្តៅក៏ហោក៏ហាយឡើងរលក្រហមក៏ទូបីទៅ make up នៅកន្លែងគេក៏ពិបាកដែរបងប្អូន make up តែម្ដងហ្នឹងចេញមុនពីវាក្របអត់បាត់ទេហើយខ្ញុំក៏អត់ចូលចិត្ត make up ដែរអញ្ចឹងទៅប្រើ Bobbi Soma នេះជាមួយនឹង sunscreen របស់គាត់ដែរបងប្អូនយើងលាបលើមុខទៅឃើញថាមុខរបស់យើងរបៀបអាឡងធម្មជាតិស្អាតពីប្រើ Bobbi Soma បានមួយខែមកស្រឡាញ់ស្បែកមុខខ្លួនឯងខ្លាំងសម្រាប់បងប្អូនដែលចិត្តធម្មជាតិដូចខ្ញុំណាប្រើ sunscreen Bobbi Soma ហើយមិនបាច់តបម្សៅពីលើនឹងទៀតក៏បានដែរក្រោយពីលាបហើយមានអារម្មណ៍ថាមុខរបស់យើងស្រាលល្ប៉ោដកលាបអីចឹង review skin care ថ្ងៃដំបូងរៀងញ៉ៃតិចវាខុសជំនាញបងប្អូនរៀងរាល់ព្រឹកក្រោយពីលុបមុខស្អាតហើយគឺខ្ញុំលាប sunscreen ហ្នឹងសពពេញមុខហើយពេញតកតែលាបអសពទេត្រូវកម្ដៅថ្ងៃហ្នឹងធ្វើឲ្យស្បែកមុខរបស់យើងឡើងចេញអាចរយលឿនណាស់លាបហើយភ្លាមចូលមុខភ្លាមមុខយើងមានអារម្មណ៍ថាបងប្អូនឃើញអាឡងល្អមែនតើបន្តមកទៀតខ្ញុំចាប់ផ្ដើមលាបពណ៌មុខអីរៀងក្រហមតិចខ្ញុំមកចិត្តប្រើជក់ប្រើប៉ុងព្រោះតែខ្ជិលចូលទៅបោកប្រើម្ដងបោកម្ដងវានេះហាយើងប្រើម្រាមដៃអញ្ចឹងទៅស្រួលលាងដៃឲ្យស្អាតទៅប៉ាតិចទៅអ្នកចូលមុខល្អមែនតើហើយលាបភ្នែកតិចឲ្យឃើញពណ៌រៀងក្រហមតិចទៅកុំឲ្យមុខយើងវាស្លេកពេកទេបងប្អូនតែមួយឈុតអញ្ចឹងទៅ Bobbi Soma គេឲ្យកបោកមួយទុកបានដាក់ក្រែមដាក់អីហ្មងលាប Bobbi Soma ហើយយើងប្រើតែប៉ុណ្្នឹងមុខយើងវារបៀបថាធម្មជាតិហ្មង color ពណ៌រៀងបែកក្រហមអានេះគេហៅពណ៌អីបងប្អូននេះអាពណ៌ហ្នឹងជាមួយអាពណ៌នេះលាយគ្នាដាក់វាលាយគ្នាតិចទៅហើយដិតមកលើដៃហើយគូឡើងនេះខ្ញុំអត់ប្រើពណ៌សូកូឡាសុទ្ធទេប្រើពីរពណ៌នឹងចូលគ្នាទៅវាស៊ីជាមួយនឹងស្បែកមុខរបស់យើងថតទៅឬមួយក៏ឃើញផ្ទាល់ដែរដឹងថាយើងលាបកន្លែងហ្នឹងឯងនិយាយទៅមើលឃើញច្រមុះយើងស្រួយស្អាតហ្មងវាជួយលើកខ្ទង់ច្រមុះណាដាក់នេះជាមួយអានេះលាយគ្នាអត់យកពណ៌សសុទ្ធទេពណ៌សសុទ្ធវាចាំងពេកហើយគូតវាបន្តិចហើយចង់ច្រមុះបន្តិចចឹងទៅវាឃើញច្រមុះយើងត្រង់ឈើទេបងប្អូនវាឃើញតម្រងច្រមុះរបស់យើងស្រួយស្អាតដែរបងប្អូននិយាយត្រង់ខ្ញុំមិនចេះផាត់មុខទេគ្រាន់តែចេះតបតិចទៅឲ្យឃើញមុខយើងរបៀបកុំឲ្យវាសក់អាក្រក់ពេកជក់អីក៏អត់ប្រើច្រើនប្រើតែ3ម៉ូតហ្នឹងឯងមុខយើងបានលលងស្អាតហើយមិនបាច់ចាំទៅផាត់អីច្រើនញ៉ៃទេតែប៉ុណ្្នឹងទៅវាធម្មជាតិមើលមកវាត្រជាក់ភ្នែកជាទូទៅរាល់ពេលដែលខ្ញុំថតវីដេអូខ្ញុំមិនដែលប្រើកាមេរ៉ា edit ទេគឺកាមេរ៉ា Shin Auto Rovia តែ make up ហើយឃើញបែបហ្នឹងបងប្អូនវាមើលទៅអត់ដូចជាផាត់មុខឈុតមុខរបស់ Bobbi Soma ដែលខ្ញុំកំពុងតែប្រើត្រូវមាន5មុខហ្នឹងលាបមកឃើញប្លែកតាំងពី2ថ្ងៃដំបូងប៉ុន្តែខ្ញុំមិនហ៊ានប្រាប់បងប្អូនចាំប្រើបានមួយខែសម្រាប់លទ្ធផលប្រាប់បងប្អូនទាំងអស់គ្នាតែម្ដង